សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការសម្រាយរឿង anime មួយដែលមានចំណងជើងថា Black Clover ដែល Black Clover លើកនេះគឺជាប្រភេទ movie ហើយវគ្គនេះគឺមានឈ្មោះថាដាញាសឹករបស់ស្ដេចនៃវេទមន្តដែលរឿងនេះគឺជាដំណើររឿងមួយរបស់ក្មេងប្រុសម្នាក់ដែលមិនមានវេទមន្តនៅក្នុងខ្លួននោះឡើយយើងបានស្គាល់ហើយគេនោះឈ្មោះ Asta ដែលមានមហិច្ឆតាចង់ក្លាយទៅជា Wizard King ស្ដេចនៃវេទមន្តទោះបីជាគេមិនអាចប្រើវេទមន្តនិងជារាជសាមញ្ញក៏ដោយហើយគេក៏មាន rival ម្នាក់ឈ្មោះថា Yuno បកស្រាយតួអង្គប៉ុណ្ណឹងបានហើយតោះយើងចូលសាច់រឿងទាំងអស់គ្នាក្នុងសាច់រឿងនេះដែរគឺជាភាគមួយដែលនិយាយអំពី Wizard King ចំនួនមុនគឺមុន Julius ដែលជា Wizard King បច្ចុប្បន្នបើមើលតាមសាច់រឿងនេះគឺជាឈុតដែលកើតឡើងមុនពេលដែលបិសាចចាប់ផ្ដើមវាយលុកឬក៏អាចនិយាយខ្លីទៅគឺមុនពេលដែល Yami និង Captain Golden Dawn នឹងត្រូវបានចាប់ខ្លួនតោះឥឡូវមកមើលសាច់រឿងយើងវិញត្រង់កន្លែងនេះគឺជាការវិលត្រឡប់ទៅ10ឆ្នាំមុនដែលជាការប្រយុទ្ធគ្នាជាមួយ Wizard King Conrad ជាមួយនឹង Julius និង Captain ដទៃទៀតក្រោយពីត្រូវបានឡោមព័ទ្ធ Conrad ក៏បានប្រើវេទមន្តសោរបស់គេចាក់បញ្ចេញវេទមន្តជាច្រើនប្រភេទដើម្បីតបតនិងបានយកដាវអធិរាជ Asdokia ចេញមកផងដែរហើយគោលបំណងដែល Conrad វាយជាមួយ Captain ទាំងអស់នេះគឺដើម្បីបង្កើតពិភពលោកមួយដែលមនុស្សចេះគ្រប់គ្នាទៅវិញទៅមកដូចរឿងអប់រំរបស់ខ្មែរយើងចឹងដែលចំណងជើងគេភាគច្រើនគឺអំពើល្អមិនសាបសូន្យតែការចង់បានរបស់ Conrad នេះវាប៉ះពាល់ដល់ជីវិតមនុស្សទៅ Captain ទាំងអស់ប្រឆាំងជាមួយគេក្រោយពីវាយគ្នាយ៉ាងសាហាវមក Captain ទាំងប៉ុន្មានហ្នឹងក៏បានដេកស្បែកទាំងអស់តែម្ដងតែឆ្លៀតពេលនោះ Julia ក៏បានប្រើវេទមន្តរបស់គេហ្នឹងឃុំ Conrad នឹងដាវនោះជាប់ហើយគេក៏បានក្លាយទៅជា Wizard King បន្ទាប់ពី Conrad តែមុននឹង Conrad ត្រូវបានឃុំជាប់នោះគេក៏បានប្រើឃ្លាមួយដូចទៅនឹង Asta ដែរគឺមិនបោះបង់ជាវេទមន្តរបស់គេហើយដំណើររឿងក៏បានបន្តមកបច្ចុប្បន្នវិញដែលអាណាចក្រ Clover បានបើកពិធីប្រកួតវេទមន្តមួយផងដែរនិងមាន Mimosa ជាពិធីការនីនិងការចូលរួមពីសំណាក់ Captain នីមួយៗបូករួមទាំង Wizard King Julius ដែលគេបានក្លាយទៅជាកូនក្មេងហើយនៅពេលនេះចំណែកឯអ្នកដែលត្រូវប្រកួតដំបូងនោះគឺ Yuno ដែលជា Captain រងនៃ Golden Dawn ជាមួយនឹង Grimoire Clover 4 ស្រទាប់ប៉ះជាមួយនឹងបរិះបិទមុខម្នាក់ដែលគ្មានអ្នកណាចំណាំបាននោះទេក្រៅពី Yuno ចឹង Yuno ក៏ប្រើវេទមន្តខ្យល់របស់គេនឹងបាញ់សម្ដៅទៅរកបរិះបិទមុខនោះហើយគេក៏បានដកដាវខ្មៅរបស់គេកាប់ខ្យល់នោះរលាយអស់ទៅឃើញដាវនឹងយើងដឹងហើយថាណាគេគឺ Asta ហ្នឹងហើយតែពេលនោះក៏មានភ្ញៀវដែលបានអញ្ជើញមកចូលរួមផងដែរពួកគេសុទ្ធតែជា Wizard King ចំនួនមុនទាំងអស់ដែលត្រូវបានជប់ឲ្យរស់ឡើងវិញដោយ Conrad ហើយមិនបាន Conrad រត់រួចចេញពីការឃុំរបស់ Julia ចឹងគឺមកពី Julia នឹងត្រូវបានចាក់សម្លាប់នៅក្នុងការប្រយុទ្ធជាមួយនឹងពួក L តែដោយសារមានម៉ាស៊ីនស្អីគេនោះរបស់ Wizard King ទី1នោះគេក៏អាចស្រោចស្រង់ជីវិតរបស់គេបានតែត្រូវបាត់បង់វេទមន្តជាច្រើនដោយសារតែវេទមន្តគេចុះខ្សោយធ្វើឲ្យកម្លាំងឃុំរបស់គេចុះខ្សោយដូចគ្នាចឹងហើយបាន Conrad ឆ្លៀតពេលនោះចេញមកបានចឹង Wizard King សក់បាសហ្នឹងក៏បានប្រើវេទមន្តឃុំអ្នកនៅក្នុងទីលាននោះទាំងអស់ Conrad ក៏បានប្រើដាវ Asdokia នោះដើម្បីស្រូបយកវេទមន្តរបស់អ្នកនៅទីនោះបន្ទាប់មក Wizard King ស្រីស្អាតនេះក៏បានជប់កូនចៅរបស់នាងមកពេញនឹងដេញវាយផ្អើលភូមិមកពេលនោះ Asta ក៏បានចេញមុខមកជួយជំលះមនុស្សចេញពីទីនោះដែលមានការសហការជាមួយនឹង Yuno ព្រមទាំងមិត្តរួមក្រុមប្លែកបូរបស់គេផងដែរហើយ Noel គ្រាន់តែឃើញក្រាស់គេមកចឹងគេខំមកជួយអីណាដែរចឹង Wizard King ចំនួនមុនហ្នឹងក៏ចេញមកស្វាគមន៍គេម្នាក់ម្ដាយមួយជើងទៅចំណែកឯ Max ក៏បានមកជួយ Julius តែក៏ត្រូវបាន Conrad នោះលួចយកវេទមន្តរបស់គេបាត់ទៅចំណែកឯក្រុមរបស់ Asta ក៏បានតតាំងជាមួយនឹង Wizard ចំនួនដើមនោះជាបន្តតែក៏មានការជួយពី Captain នៃក្រុមនីមួយៗផងដែរឆ្លៀតពេលនោះ Yami និង Finral ក៏បានជួយ Julius បានសម្រេចហើយ Yami មកជួយនឹងរៀងយឺនបន្តិចហើយគឺដោយសារគេចាប់ជក់អាចតប៉ែមកចឹង Julia ក៏ឲ្យ Yami ទៅយកអាវុធវេទមន្តពី Nero នៅកន្លែងស្រាវជ្រាវតែ Yami ប្រកែកអត់ទៅទេហើយក៏ឲ្យ Asta ជាអ្នកទៅវិញជាមួយនឹង Finral ហើយ Noel ក៏តាមក្រាស់គេរហូតគេទៅជាមួយដែរកំពុងតែប្រយុទ្ធគ្នានឹង Conrad ក៏បានយកដាវ Asdokia នឹងចាក់ចូលដីតែនៅក្រោមដីនៃទីលាននោះគឺជាអាវុធដែល Conrad បានបង្កើតតាំងពី10ឆ្នាំមុនមកម្ល៉េះ
ហើយពេលនេះគេក៏បានបើកដំណើរការវានៅបង្ហោះឡើងទៅលើហាក់ដូចជាកោះអណ្ដែតលើអាកាសអញ្ចឹងរូបភាពក៏បានកាត់មកក្រុម Asta វិញដែលពួកគេបានមកដល់អគារស្រាវជ្រាវនោះហើយនិងបានជួបជាមួយ Millie Maxwell ដែលជាអ្នកសម្របសម្រួលនៅទីនោះនាងក៏បាននាំគេទៅជួបនឹង Nero នាងស្គាល់ហើយ Nero ហ្នឹងគឺជាអ្នកសិក្សាវេទមន្តជាមួយនឹង Wizard King ទី1ឬមួយទៀតយើងអាចថានាងជាសត្វទីតុយដែលដើរតាម Asta ហ្នឹង Nero ក៏បាននាំ Asta នេះទៅយកអាវុធវេទមន្តនោះដែលនៅយ៉ាងឆ្ងាយនិងមើលថែដោយ Sally ម្នាក់ស្រីចូលចិត្តពិសោធន៍ហើយចង់ពិសោធន៍ Asta ទៀតពេលកំពុងដើរទៅនឹង Nero ក៏បាននិយាយពីប្រវត្តិរបស់ Conrad ដែលគេជាចំនួនមុនរបស់ Julius Novachrono តែមុននឹងគេខ្លាចជា Wizard King ហ្នឹងគេក៏ធ្លាប់ឆ្លងកាត់ជាកាពីតែនផងដែរមនុស្សក្នុងអាណាចក្រហ្នឹងគឺស្រឡាញ់គេមែនតែនតែក្រោយពីគេខ្លាចជា Wizard King គេក៏បានប្រែប្រួលនិងព្យាយាមកំទេចអាណាចក្រ Clover ជាមួយនឹងដាវ Elsdokia របស់ Wizard King ទី1 Lemiel ហ្នឹងហើយវេទមន្តដែល Conrad ប្រើនោះគឺ Key Magic វេទមន្តសោហើយទ្វារដែលគេបើកបិទនោះគឺអាចស្រូបយកអ្វីក៏បានដែរអាវុធវេទមន្ត Grimoire និងអាចលួចវេទមន្តពីអ្នកដទៃបានថែមទៀតក្រោយមកគេក៏បានមកដល់គោលដៅដើម្បីយកអាវុធម្យ៉ាងដែលអាចគ្រប់គ្រងកម្លាំងដាវ Elsdokia នោះបានក៏ប៉ុន្តែគ្រាន់តែបើទ្វារមកខ្វាក់ Conrad បានមកដល់ទីនោះបាត់ទៅហើយនិងបានកំទេចចោលអាវុធនោះផងដែរ Asta ក៏បានដកដាវ Demon Slayer គេមកតែក៏ត្រូវ Conrad នោះបែកជើងដួលនិងវាយអ្នកដទៃទៀតប៉ើងអស់ទៅដោយ Asta អាចកំទេចវេទមន្តបានគ្រប់ប្រភេទ Conrad ក៏មានការប្រយ័ត្នទៅលើគេបន្តិចហើយមិនបានជាគេដឹងពីកន្លែងនេះគឺមកពីគេបានលួចវេទមន្តរុករកការចងចាំរបស់ Max ហើយអាណាចក្រ Clover នៅពេលនេះគឺត្រូវបាន Conrad គ្រប់គ្រងហើយនិងចាប់បានកាពីតែនមួយចំនួនផងដែរតែគេមិនសម្លាប់នោះទេព្រោះអីដើម្បីទុកពេលឲ្យដាវ Elsdokia នឹងស្រូបកម្លាំងវេទមន្តរបស់មនុស្សក្នុងអាណាចក្រនោះស្របពេលនោះ Conrad ក៏បានលួចវេទមន្តរបស់ Noel ធ្វើឲ្យ Asta ខឹងដល់កំពូលនិងបានវាយប្រហារ Conrad ជាមួយកម្លាំងបិសាចរបស់គេដោយសារតែវេទមន្តមិនអាចធ្វើអ្វី Asta បាន Conrad ក៏ប្រើដៃថែបជំនួសវិញគេក៏មានបំណងចង់លួចថាមពលរបស់ Asta ដែរតែដោយសារវាអាចប៉ះពាល់ដល់វេទមន្តដទៃទៀតគេក៏មិនលួចវិញនិងបានបញ្ចុះបញ្ចូលឲ្យ Asta មកសហការជាមួយគេ Conrad បន្តទៀតថាដាវ Elsdokia ហ្នឹងវាដូចជាត្រូវរើគ្នាជាមួយនឹងវេទមន្តសោរបស់គេណាស់ព្រោះឯដាវនោះត្រូវបានបង្កើតដោយភ្ជាប់ជាមួយវេទមន្តដ៏អស្ចារ្យពីអ្នកប្រើវេទមន្តខ្លាំងជាច្រើនតជំនាន់គប់ផ្សំទាំងថាមពលនិងផ្នែកមួយនៃដួងព្រលឹងរបស់ Wizard King នីមួយៗផងដែរហើយបើយើងស្រូបថាមពលទាំងអស់នោះប្រមូលផ្ដុំវាឲ្យច្រើននៅពេលដែលបញ្ចេញមកវិញនោះវានឹងផ្ទុះម៉ែឲ្យអាផ្ទុះហើយអញ្ចឹងមនុស្សរស់នៅទឹកដីនោះគ្មាននរណាអាចរស់នៅបានទេគេនឹងស្លាប់ទាំងអស់តែគេអាចជ្រើសរើសអ្នកណាដែលគិតថាមានប្រយោជន៍ឲ្យរស់នៅបានក្រោយពីកំទេចពិភពលោកនឹងចោលហើយ Conrad នឹងបង្កើតមកវិញនៅពិភពលោកថ្មីដែលគ្មានការបែងចែកវណ្ណៈនិងរីករាយជាមួយគ្នាតែ Asta មិនសហការជាមួយ Conrad នោះទេព្រោះអី Wizard King មានតួនាទីការពារប្រជាជនឬក៏អ្នករស់នៅទីនោះហើយអាប៉ែនេះមកចង់សម្លាប់ប្រជាជនចោលទៅវិញវាមិនសមចឹងគេក៏វាយគ្នាទៀតទៅវាយចុះវាយឡើង Conrad ក៏បានវាយ Asta ចិត្តងាប់នឹងបញ្ចុះបញ្ចូលគេម្ដងទៀតតែពេលនោះ Asta ក៏និយាយថាការមិនបោះបង់គឺជាវេទមន្តរបស់គេដែលពាក្យនេះគឺជាពាក្យដែល Conrad ធ្លាប់និយាយដូចគ្នាព្រាមនោះគ្នារបស់ Asta ក៏បានមកជួយ Juno ក៏បានមកផងដែរតែមើលទៅវិញមិនឈ្នះពួកគេក៏ដកថយទៅកន្លែងភៀសខ្លួនរបស់ក្រុម Golden Dawn តែដោយសារផែនការរបស់ Conrad នឹងចាប់ផ្ដើមក្នុងពេលឆាប់នេះធ្វើឲ្យ Asta មិនអាចនៅចាំឲ្យរបួសគេជាបានឡើយគេក៏បាននិយាយលើកទឹកចិត្តឲ្យតបវេទមន្តទាំងអស់នោះជួយគេទៅកំទេចគម្រោងការរបស់ Conrad នោះតែអាប៉ែប៊ឺហាស្អីគេហ្នឹងខ្លាចងាប់ចឹងគេអត់ទៅទេកំពុងតែដើរទៅទ្វារថារត់គេចចេញពីទីហ្នឹងហើយហ្នឹងណា Mario Leona ហ្នឹងទម្លុះទ្វារមកជាមួយនឹងកាពីតែនដទៃទៀតដែលមិនបានជាប់ក្នុងកោះលើអាកាសនោះហើយសមាជិករបស់ Black Bull ខ្លះក៏មិនបានជាប់នៅក្នុងទីនោះដែរលើកលែងតែ Henry និង Gordon ហើយនេះគម្រោងរបស់ពួកគេគឺត្រូវការយានជំនិះមួយដើម្បីអាចដឹកមនុស្សមួយវងទៅវាយនឹង Conrad អញ្ចឹងគេត្រូវវាយយកមន្ទីររបស់ Black Bull មកវិញដែលមន្ទីរ Black Bull នោះអាចប្រែកាយបានដូច Transformer អញ្ចឹង
ហើយនឹងហោះសម្រាប់ចូលក្នុងកោះកំពង់អណ្ដែតនឹងម្យ៉ាងទៀតដើម្បីបញ្ចុះផែនការរបស់ Conrad គឺតម្រូវឲ្យ Asta ប្រើដាវ anti-magic របស់គេនឹងទៅកំទេចដាវ Elsdokia នោះចោលក្រោយពីគិតហើយពួកគេក៏បានត្រៀមលក្ខណៈចាក់ចេញទៅប្រយុទ្ធដែលដំបូងនោះគឺជាការវាយយកបន្ទាយរបស់ប្លេកបូមកវិញបន្ទាប់ពីវាយបាយហើយ Henry ក៏បានស្រូបវេទមន្តរបស់អ្នកគ្រប់គ្នាដើម្បីប្រែបន្ទាយនោះឲ្យក្លាយទៅជាយានអវកាសមួយនិងហោះទៅរក Conrad ដែលនៅលើកោះអណ្ដែតនោះតែក៏មានការរារាំងពីកូនទ័ពជាច្រើនផងដែរហេតុនេះគេបានលះបង់កាពីតែន3នាក់ទើបអាចឆ្លងផុតពីទ័ពដ៏ច្រើនមហិមានោះលះបង់នោះមិនមែនងាប់ទេណាគ្រាន់តែគេអត់ជិះយាននោះទៅដែរគេនៅជាប់វៃកូនទ័ពនឹងសិននៅពេលដែលយានរបស់គេហោះចិត្តទៅដល់របាំងការពារនោះ Wizard King ចំនួនមុនម្នាក់ក៏ចេញមកស្វាគមន៍ចឹងអ្នកក្នុងយាននោះទាំងអស់ក៏ប្រើ combo skill របស់គេតទៅវិញតែក៏ចេញ Wizard ចំនួនមុនមក2នាក់ទៀតពេលនោះ Finra នឹងក៏បាន teleport ឬផ្លាស់ទីយានគេនឹងរំលង Wizard King ទាំងពីរនោះហើយមកដល់របាំងការពារនេះគឺមានតែថាមពល anti-magic របស់ Asta តែប៉ុណ្ណោះទើបអាចបំបែករបាំងនោះបាន Asta បានពង្រីកដាវគេនឹងយ៉ាងវែងតម្រង់ទៅរបាំងការពារនោះភ្លាមនោះ Wizard King 2នាក់នោះក៏បានមកពីក្រោយតែក៏ត្រូវបានជាប់បន្ទាយរបស់អបិសកក្រហមនេះហើយ Nero ក៏បានឃុំពួកគេជាប់ចុងក្រោយ Finra ក៏បានបញ្ជូនគេនឹងទៅតំបន់ផ្សេងគ្នាតែក៏មានការរំខានជាបន្តដោយ Wizard King ម្នាក់ទៀតតែចុងក្រោយគេក៏រងកម្លាំងគ្នាសម្រុកចូលតែម្ដងដែលចូលបានតែ Asta និង Juno តែប៉ុណ្ណោះពេលនោះការប្រកួតក៏បែងចែកចេញជា4ក្រុមដែល Juno ត្រូវវាយជាមួយ Wizard King សក់សនេះ Asta វាយជាមួយ Conrad ក្រុម Black Bull ប៉ះជាមួយនឹង Wizard King ចាស់ជាងគេនេះនិង Mario Leona វាយមួយស្មើជាមួយនឹង Wizard King នារីនេះផងដែរដែលឈុតឆាកប្រយុទ្ធនីមួយៗគឺតានតឹងទៅតែការប្រកួតរបស់ Juno នោះក៏មានការជួយពីកាពីតែន3នាក់ផ្សេងទៀតផងដែរព្រោះពេលដែលកំពុងវាយនោះគេក៏បានឆ្លៀតឱកាសដោះលែងកាពីតែនទាំងនោះតែវាយមិនងាយឈ្នះនោះទេ Wizard King មួយទាំងមូលមិនមែនឲ្យវាយឈ្នះស្រួលណាប្រើ combo មិនក៏ពិបាកនឹងយកឈ្នះដែរបើ Wizard King ទាំងនោះលេងសុទ្ធតែ mana 0នេះហ្នឹងហើយ mana គេនឹងប្រើចេះអស់ទៀតដោយសារតែដាវ Elsdokia នឹងផ្ដល់ឲ្យរហូតចឹងក្តីសង្ឃឹមដែលគេអាចឈ្នះនោះគឺមានតែ Asta អាចយកឈ្នះ Conrad បានតែសំណាងអាក្រក់អី Asta នឹងមកយឺតបន្តិច Conrad នឹងក៏បានប្រើ Elsdokia នឹងចាក់ចំមកពីលើឆ្អឹងបិសាចកន្លែងដែល Asta រស់នៅនឹងបាត់ទៅហើយចឹងអ្វីដែល Asta ត្រូវធ្វើនោះគឺត្រូវដកដាវនោះចេញមកមុននឹងផែនដីរលាយតែក៏ត្រូវឆ្លងកាត់ Conrad សិនដែរមួយទៀតយើងមិនអាចរំលងពីការវាយរបស់ Mario Leona បានឡើយវាយសាហាវមែនវាយឡើងឆេះខ្លួនឯនឹងរីឯ Asta វិញកំពុងលេងដេញចាប់ជាមួយ Conrad កិច្ចឆ្វេងកិច្ចស្ដាំហើយជជែកគ្នាពីទូនាទីដែល Wizard King ត្រូវធ្វើក្រោយមក Conrad ក៏បានឃុំ Asta ជាប់នឹងបញ្ចុះឲ្យមកតាមគេវិញតែ Asta ក៏ប្រើថាមពលបិសាចរបស់គេនឹងវាយទៅលើ Conrad បន្ទាប់មក Conrad ក៏ប្រើសោទ្វារផ្ទះគេមានតាំងប្រមាណនឹងចាក់ទាំងអស់នឹងប្រែកាយទៅជាសក់សហើយថាពេលនេះគេវាយមែនតើហើយនៅពេលដែល Asta រៀបនឹងចាញ់ក្រោមដៃ Conrad ទៅហើយបិសាចដែលឃុំក្នុង Grimoire របស់ Asta ហ្នឹងដូចជាមានឈ្មោះថា Libre ក៏ផ្ដល់កម្លាំងជួយពេលនោះ Asta ក៏ដោះស្លាប់មួយទៀតនៅបានវាយគ្នាស៊ីសាច់ហត់ឈាមរហូតអាចយកឈ្នះ Conrad បាននិងដល់ដាវ Elsdokia នោះចេញបានសម្រេចពេលនោះ Wizard King ដែលគេជប់ទាំងប៉ុន្មានក៏រលាយអស់ទៅតែមិនទាន់ចប់នោះទេ Conrad ក៏ប្រើវេទមន្តភ្លើងងឹតមួយដែលចេញជាដុំថ្មមួយយ៉ាងធំភ្លាមនោះ Julius ក៏បានយកដាវ Elsdokia មកឲ្យ Asta ហើយក្រុមអ្នកប្រើវេទមន្តទាំងប៉ុន្មានហ្នឹងក៏បានផ្ទេរ mana ឬថាមពលទៅឲ្យដាវនោះ Nach ក៏បានចេញមុខនៅវគ្គចុងក្រោយនេះដែរចឹង Asta ប៉ុណ្ណេះដូចខ្លាដោះស្លាបចឹងក៏បានហោះទៅកាប់ដុំដីមានភ្លើងនោះដោយ Conrad និង Asta ប្រឹងរៀងខ្លួនដោយម្នាក់ខំកំទេអាណាចក្រនោះនិងម្នាក់ទៀតខំការពារតែចុងក្រោយខ្សែករបស់ Conrad នឹងក៏បានដាច់នៅបង្ហាញរូបភាពដែលមើលទៅដូចជាក្រុមឬសមាជិករបស់គេការគេនឹងនៅជា Magic Knight ធ្វើឲ្យគេបាត់បង់អារម្មណ៍នឹងកំទេអាណាចក្រនោះពេលនោះ Asta ក៏បានកំទេចដុំភ្លើងនោះបានសម្រេចនឹងយកឈ្នះទៅលើ Conrad អញ្ចឹងសាច់រឿងយើងក៏បានបញ្ចប់ត្រឹមប៉ុណ្នេះហើយសាច់រឿង TV series របស់ Black Clover វាអាចនឹងចេញក្នុងឆ្នាំនេះផងដែរអញ្ចឹងបើសិនជាមានកំហុសខុសឆ្គងពាក្យពេចន៍ត្រង់កន្លែងណាឬក៏ការសម្ដែងនៅរៀនតប៉ែតិចក្តីក៏សូមខន្តីអភ័យទោសជួបគ្នាក្នុងវីដេអូក្រោយបាយ